អ្នកដែលគាត់ចង់ចូលរួមជាមួយក្រុមការងារយើងហ្នឹងគឺទីមួយគឺយើងមកស្វែងយល់អំពីវិស័យ crypto ហ្នឹងឲ្យបានស៊ីជម្រៅច្រើនជាងមុនហើយខ្ញុំនឹងចែកម្លែកអំពីបទពិសោធន៍នឹងតាក់ទងនឹងទីផ្សារ crypto ពីខាង Dubai ទៅឲ្យបងប្អូនថាតើយើងអាចធ្វើអ្វីបានខ្លះនៅក្នុងប្រទេសកម្ពុជាចឹងដោយសារតែវាមានករណីច្រើនទៅលើវិស័យ crypto ហ្នឹងវាមានរូបភាពខ្លាំងបន្លំច្រើនដែលវាអាចធ្វើឲ្យយើងរងគ្រោះខ្ញុំចង់បងប្អូនទទួលបាននៅចំណេះដឹងមួយដែលវាពិតប្រាកដជាក់លាក់មួយដែលវាហៅវាជាក់ស្ដែងណាដែលបងប្អូនអាចធ្វើបានមែនវាមិនមែនគ្រាន់តែជាព័ត៌មានធ្វើឲ្យយើងរំភើបប៉ុណ្ណាវាចូលទៅទិញលក់ដោយខាតលុយហើយក្រោយមកក៏ give up ឈប់ធ្វើឈប់អីចឹងខ្ញុំចង់បងប្អូនជួបប្រទះរឿងហ្នឹងឯងដើម្បីបងប្អូនកុំឲ្យជួបតែហ្នឹងបងប្អូនត្រូវតែយល់ពីវាឲ្យបានច្បាស់ហើយនឹងកុំខាត់ពេលវេលាទៅលើការវិនិយោគមួយចំនួនទៅលើក្រុមហ៊ុនដែលគេបង្កើតមកខ្លាញ់បន្លំមកយើងទៅដាក់លុយដាក់អីទៅវាធ្វើឲ្យយើងខាត់បងហើយយើងបានប្រយោជន៍ពីក្នុង crypto ទេអញ្ចឹងវាមានច្រើនរូបភាពមែនតើបងប្អូនមិនថានៅខ្មែរមិនថានៅបរទេសគឺរូបភាពខ្លាញ់បន្លំគឺទូទាំងពិភពលោកតែម្ដងអញ្ចឹងខ្ញុំចង់ផ្ដល់ចំណេះដឹងជាក់លាក់ពិតប្រាកដមួយឲ្យបងប្អូនយល់ឲ្យបានជាក់ស្ដែងថាអាហ្នឹងវាត្រូវធ្វើមិនឲ្យបងប្អូនអាចគិតថាខ្លួនឯងធ្វើបានកម្រិតណាព្រោះនៅក្នុងវិស័យ crypto វាជាវិស័យមួយដែលថ្មីហើយវាទាមទារការអត់ធ្មត់ខ្លាំងហើយប្រើពេលវេលាបងប្អូនអត់អាចអីតាមចិត្តរបស់យើងទេប៉ុន្តែវាប្រើទៅលើសមត្ថភាពរបស់យើងហើយនឹងលទ្ធភាពពីព្រោះការវិនិយោគ crypto បើសិនជាបងប្អូនមានលទ្ធភាពតិចតួចបងប្អូនអាចទៅធ្វើវាកើតទេចាព្រោះក្នុងហ្នឹងវាជាការលេងដូចបងប្អូនដូចជាមេកាស៊ីណូមួយអញ្ចឹងបងប្អូនចូលទៅលេងខ្លួនឯងបងប្អូនចង់ធ្វើមេបើបងប្អូនអត់មានលទ្ធភាពដឹងបងប្អូនអាចធ្វើវាបានទេអញ្ចឹងខ្ញុំចង់ចាច់ចម្លែកអ្វីមួយដែលចាក់ស្ដែងបងប្អូនយល់មិនគ្រាន់ថាបើតែមកព័ត៌មានបោះឲ្យបងប្អូនចូលលេងគឺបងប្អូននឹងដូចតែគេដូចតែឯងអញ្ចឹងគឺនាំគ្នាលេងតែចាញ់ចុះចាញ់ឡើងហើយក្រោយមកគឺ give up ប៉ុណ្ណឹង